Hello សួស្តីជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាតូបបុកលហុងចានីសាវអានបើកលក់ហើយចាព្រឹកមិញឃើញថាខ្ញុំទៅផ្សារបងប្អូនហើយវ៉ាន់ច្រើនណាស់តូបបុកលហុងចានីសាបើកលក់ថ្ងៃទី24បងប្អូនហើយថ្ងៃដំបូងខ្ញុំស្មានតែមិនសូវមានភ្ញៀវក៏ទិញបង្គានោះ1គីឡូចាមឹកនោះ1គីឡូទៅបងប្អូនហើយចាហើយក៏អត់មានពោតអត់មាននំបញ្ចុកទេតែថ្ងៃនេះគឺថាមានទាំងពោតមានទាំងនំបញ្ចុកហើយក៏សូមអធិស្ឋានដល់បងប្អូនដែលបានមកទិញនំបុកល្ហុងចានីសាម្សិលមិញដែលអត់មានពោតអត់មាននំបញ្ចុកចឹងថ្ងៃនេះគេថាមានហើយនេះគឺក្តាមបងប្អូនហើយចាម្សិលមិញបើកលក់ថ្ងៃដំបូងស្មានតែអត់មានភ្ញៀវអត់មានបងប្អូនគ្រប់ត្រូលមានណាបងប្អូនហើយតាំងពីបើកលក់រហូតដល់ម៉ោង2ដល់10យប់គឺថាបងប្អូនយើងជួគ្រប់ត្រូលរឿងបុកល្ហុងនឹងណាគាត់ចូលចិត្តញ៉ាំគាត់ចូលចិត្តគាត់គ្រប់ត្រូលរបស់ខ្មែរយើងអញ្ចឹងណាបងប្អូនក្តាមស្រែនឹងខ្ញុំម្សិលមិញហ្នឹងក៏ទិញមកតែ1គីឡូកន្លះទេក៏បុកអស់លេងថ្ងៃនេះចាគឺដាក់4គីឡូចាម្សិលមិញបុកល្ហុងជូនបងប្អូនជូនភ្ញៀវហ្នឹងគឺថាមានក្តាមខ្លះអត់ខ្លះអញ្ចឹងណាបងប្អូនហើយពួកអីវាអស់បងប្អូនតែថ្ងៃនេះគឺសងបងប្អូនវិញចាបងប្អូនដែលបានទិញបុកល្ហុងម្សិលមិញថ្ងៃនេះបើបងប្អូនមកជួយទិញទៀតគឺខ្ញុំថែមក្តាមពីលើជូនបងប្អូនចានេះបុកល្ហុងយើងគឺថាគ្រឿងបុកល្ហុងរបស់យើងនេះថានំបញ្ចុកថ្មីចារយថ្មីចាពោតស្រស់ចាមានពោតមានបុកល្ហុងជូនបងប្អូនហើយម្ទេសវិញគឺថាយកតែស្រស់មកទេបងប្អូនបន្លែយើងក៏ស្រស់ទិញមួយថ្ងៃចឹងណាបងប្អូនបន្លែមានច្រើនមុខណាស់ហើយថ្ងៃនេះគឺថាមានទាំងចាញ័រមីសួរមានទាំងចាបុកមីមានបុកល្ហុងគ្រឿងសមុទ្រមានបុកធម្មតាអីចាញ័រមីសួរធម្មតាគ្រឿងសមុទ្រអីគឺមានទាំងអស់ចឹងណាបងប្អូនហើយទៅដល់ផ្សារនោះឃើញអ៊ំគាត់លក់ម្ទេសនេះក៏ដាំខ្លួនឯងបងប្អូនហើយល្អមែនទែនក៏ជួយទិញគាត់ហើយពេញប៉ោះក៏នឹងខ្ញុំជ្រើសយកពេញប៉ោះឈឺរីនេះយកមកដាក់ដែរហ្នឹងក៏បងប្អូនយើងអ្នកដាំខ្លួនឯងដែរហើយនិយាយពីគ្រឿងសមុទ្រម្សិលមិញបើកលក់ហ្នឹងគឺថាខ្លាចលក់អត់អស់មានណាបងប្អូនហើយខ្វះមកខ្វះក្រោយថ្ងៃនេះឲ្យខ្វះទេបងប្អូនលេងមកទំហឹងហើយចាមឹករបស់យើងស្រស់បង្គារបស់យើងស្រស់បងប្អូនអាចទស្សនាបាននេះបងប្អូនគឺខ្ញុំរើសយកទៅស្រស់យកមកធ្វើចែកជូនបងប្អូនចាញ៉ាំទាំងអស់គ្នាហើយគឺលបងទិញមួយថ្ងៃទេបងប្អូនក្នុងមួយថ្ងៃហ្នឹងលក់អត់គ្រប់ផងអញ្ចឹងណាហើយក៏សូមអរគុណបងប្អូនហើយអរគុណទៀតចាជួយគ្រប់គ្រងដែលបានគ្រប់គ្រងថ្ងៃលក់ដំបូងគឺថាបុកអត់ចង់តាន់ទេចាអ្នកលក់ហ្នឹងឡើងបែកញើសខ្ចាយអញ្ចឹងណាបងប្អូនហើយតូបបុកល្ហុងចៃនីសាហ្នឹងគឺថាផ្លូវនៅនឹងមាត់ផ្លូវតែម្ដងបងប្អូនចាមាត់ផ្លូវវាងក្រុងយើងខេត្តបៃលិនហ្នឹងឯងបងប្អូនហើយចេញពីភ្នំដោះកមុំឆ្ពោះទៅបៃលិនទៅចាផ្លូវបំបីភ្នំដោះកមុំហ្នឹងចេញមកគឺនៅនឹងស្ដាំដៃតែម្ដងបងប្អូនហើយតូបហ្នឹងហើយទៅមុខទៀតដល់ចូលឆ្នាំបងប្អូនចាដល់ចូលឆ្នាំខ្ញុំមានចាកាធីចាបងប្អូនធ្លាប់ឮអត់ចាវាមានកាធីស្អុយអីហ្នឹងបងប្អូនចាថ្ងៃនាងខ្ញុំយកកាធីហ្នឹងមកលក់ចាមានកាធីក៏ចំហុយខ្ទឹមសកាធីស៊ីឈាន់ចាកាធីចាក្តៅចាអីចឹងណាហើយក៏មានម្ហូបកំងជាច្រើនទៀតបងប្អូនចាចាំពេលដែលខ្ញុំរៀបចំរួចរាល់អស់នេះខ្ញុំនឹងរាយនាមមុខម្ហូបតាមនឹងចែកជូនបងប្អូនធ្វើអ្វីក៏ដោយបងប្អូនណាចាតេតៈយើងចេះធ្វើទៅចាកុំឲ្យតែយើងទៅលួចឆក់ប្លន់គេណាបងប្អូនណោះចាអញ្ចឹងការងារមុខរបរគេថាអញ្ចឹងមុខរបរកពិកកប៉ុកអីចាថតផុសថតអីចាអត់ទេបងប្អូនណាចានេះគឺជាមុខរបរសុចរិតអញ្ចឹងណាកពិកកប៉ុកទូចតាចតែចេញពីការច្នៃប្រឌិតរបស់ពួកនឹងខ្ញុំទាំងអស់ចឹងណាបងប្អូនចាអរគុណច្រើនបងប្អូនដែលជួយគ្រប់គ្រងចាតូបចានីសាចាមិនមែនតូបខ្ញុំទេគឺតូបកូននីសានឹងឯងបងប្អូនចាកុំជួកកុំភ្លេចជួយគ្រប់គ្រងគាត់ផងអរគុណច្រើនបងប្អូន